គ្រាន់តែយើងចូលរួមក្នុងការទប់ស្កាត់ព័ត៌មានខ្លាំងៗក៏យើងជាអ្នកស្នេហាជាតិម្នាក់ដែរហើយគ្រាន់តែយើងចូលរួមទប់ស្កាត់ព័ត៌មានណាដែលវាមិនចំណេញដល់ប្រទេសជាតិខ្លួនឯងក៏ជាចំណុចមួយដែលយើងជាអ្នកស្នេហាជាតិក្នុងនាមយើងជាម្ចាស់ប្រទេសដែរភាពខុសគ្នារវាងព័ត៌មានអវិជ្ជមានហើយនឹងព័ត៌មានលាក់បាំងយើងដឹងហើយថាសារព័ត៌មានគឺជាអំណាចទី4ឬហៅថាអំណាចធំមួយនៅក្នុងការចូលរួមអភិវឌ្ឍប្រទេសឲ្យរីកចម្រើនឬក៏អន់ថយចំពោះពុកម៉ែបងប្អូនលោកបានដឹងហើយអំពីអត្ថប្រយោជន៍អំពីសារព័ត៌មានព្រោះមនុស្សគ្រប់គ្នាត្រូវការទទួលព័ត៌មានប៉ុន្តែយើងដឹងទេថាព័ត៌មានអីដែលយើងគួរចេញផ្សាយហើយព័ត៌មានអីដែលយើងមិនគួរចេញផ្សាយតើការចេញផ្សាយឬការផ្សព្វផ្សាយរបស់យើងនោះព្រោះគ្រប់គ្នាឥឡូវនេះគឺជាអ្នកសារព័ត៌មានមានបណ្ដាញសង្គមមានទូរស័ព្ទមាន Facebook តាមមិនត្រូវប៉ុស្តិ៍ភូមិចេញវឹងផ្អើលពេញប្រទេសពេញពិភពលោកមើលឃើញសំណួរសួរថាតើព័ត៌មានអីដែលយើងមិនគួរចេញផ្សាយមិនមែនលាក់បាំងទេមិនលាក់បាំងទេឧទាហរណ៍ជាក់ស្ដែងដូចបាតុភូតធម្មជាតិកន្លងមកនេះយើងឃើញថាវាមិនមែនជាការអូអ្នកឯងត្រូវតែធ្វើអញ្ចឹងពងមកអញ្ចឹងទេវតាបាញ់មកអញ្ចឹងអត់ទេប៉ុន្តែសួរទៅវិញថាពេលដែលយើងចេញផ្សាយបែបហ្នឹងតើវាចំណេញអីខ្លះមកដល់ជាតិសាសន៍មកដល់ក្នុងនាមយើងជាម្ចាស់ប្រទេសតើវាចំណេញអីខ្លះក្នុងនាមយើងជាម្ចាស់ប្រទេសក្នុងនាមយើងជាម្ចាស់ផ្ទះឧទាហរណ៍អញ្ចឹងណាវាមានតែខាតប៉ះពាល់ដល់វិស័យទេសចរមួយចំនួនដែលមានការភ័យខ្លាចអូគេអត់ហ៊ានទៅឯខែនឹងខែភាសាគេខ្លាចផ្គរខ្លាចអន្ទាក់ខ្លាចប៉ះពាល់អាយុជីវិតគេឬក៏យ៉ាងម៉េចព្រោះវាជាបាតុភូតធម្មជាតិប៉ុន្តែសំណួរសួរថាបើយើងមិនចេញផ្សាយយើងចំណេញអីខ្លះនេះវាមិនមែនជាការលាក់បាំងទេប៉ុន្តែបើយើងឃើញថាព័ត៌មាននឹងឬក៏ផ្នែកនឹងវាមានបញ្ហាខុសប្រក្រតីណាមួយនោះឧទាហរណ៍ដូចជាអំពើអយុត្តិធម៌សង្គមប៉ះពាល់កន្លែងណាមួយយើងមានសិទ្ធិក្នុងការចេញផ្សាយព្រោះយើងជាសេនាធិការសារព័ត៌មានមួយយើងជារដ្ឋមន្ត្រីសារព័ត៌មានគ្រប់គ្នាតែមានសិទ្ធិចេញផ្សាយឲ្យតែព័ត៌មាននឹងពិតហើយមិនបំភ្លៃមិនកន្លែងដើម្បីឈ្នន់នយោបាយលើក្រមប្រឆាំងជ្រុលនិយមណាមួយនោះឬក៏ដើម្បីប្រយោជន៍ឲ្យប៉ះពាល់ដល់ជាតិសាសន៍អាហ្នឹងបាទអាហ្នឹងយើងធ្វើទៅកន្លែងនេះសំខាន់ណាស់ខ្ញុំពិតជាអរគុណមែនទែនដែលបងប្អូនពុកម៉ែបងប្អូនយើងចូលរួមសស្រាក់សស្រាំហើយស្វែងយល់លម្អិតអំពីអត្ថប្រយោជន៍នៃការចេញផ្សាយព័ត៌មានដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ជាតិប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិនេះពិតជាមានការចូលរួមយ៉ាងច្រើនខ្ញុំឃើញថាឥឡូវនេះបងប្អូនយល់ច្រើនហើយក៏អំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋប្រជារួមជាតិក៏ដូចជាបងដែលធ្វើមាតិកាឬក៏ MMO ជាដើមអញ្ចឹងយើងចូលរួមទាំងអស់គ្នាថាដើម្បីជាអ្នកស្នេហាជាតិពាក្យថាស្នេហាជាតិមួយម៉ាត់ណាគ្រាន់តែយើងចូលរួមក្នុងការទប់ស្កាត់ព័ត៌មានខ្លាំងៗក៏យើងជាអ្នកស្នេហាជាតិម្នាក់ដែរហើយគ្រាន់តែយើងចូលរួមទប់ស្កាត់ព័ត៌មានណាដែលវាមិនចំណេញដល់ប្រទេសជាតិខ្លួនឯងក៏ជាចំណុចមួយដែលយើងជាអ្នកស្នេហាជាតិក្នុងនាមយើងជាម្ចាស់ប្រទេសដែរយ៉ាងហោចអញបានការពារប្រទេសអញតាមរយៈមិនចេញផ្សាយព័ត៌មានដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិរបស់អញដែរខ្ញុំមានប្រព័ន្ធនេះសូមលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាចូលរួមហើយនឹងលើកទឹកចិត្តបងប្អូនទាំងអស់គ្នាទប់ស្កាត់ព័ត៌មានណាដែលប៉ះពាល់និងព័ត៌មានណាដែលคล้ายឬក៏ព័ត៌មានបន្លំ